ខ្ញុំអន់ចិត្តនឹងឪក្មេកដែលឲ្យខ្ញុំដោះសាច់ថាវីដេអូមុនខ្ញុំនិយាយរឿងហ្នឹងមានបងប្អូនខមមិនច្រើនថាអីក៏ប្រើឪក្មេកបោកខោអាវឲ្យមានបងខ្លះគាត់ក៏និយាយថាគួរតែយើងជាកូនប្រសាអ្នកបោកខោអាវឲ្យឪក្មេកម៉ែក្មេកហើយមិនតែប្រើគាត់ជាមនុស្សចាស់មកបោកខោអាវឲ្យយើងវិញទៅអត់មានបណ្ណាគេប្រើពួកគាត់ទេបងប្អូនទាំងអស់គ្នាទាំងអស់ហ្នឹងគឺជាទឹកចិត្តរបស់គាត់ដែលជួយជ្រោមជ្រែងកូនចៅនៅក្នុងការធ្វើការហើយមួយទៀតផ្ទះពួកខ្ញុំពេលដែលបោកខោអាវគឺប្រើម៉ាស៊ីននេះអញ្ចឹងអត់សូវជាហត់នឿយអីហ្មងទេគឺហត់តែពេលហាលទេហើយពេលខ្លះក៏បោកដោយដៃដែរលុះត្រាតែខោអាវកូនរបស់ខ្ញុំប្រឡាក់មួយទៀតបើនិយាយអស់ទៅការបោកខោអាវគឺបោកខោអាវក្រៅតែខោអាវក្នុងគឺបោករៀងខ្លួនហើយបោកដោយដៃទៀតខ្ញុំឬក៏ម៉ែក្មេកខ្ញុំអញ្ចឹងងូតទឹកជាប្រចាំថ្ងៃងូតទឹកហើយលីអូឲ្យតំណប់គឺបោកហាលស្រាច់ហើយយើងបោកចូលគ្នាតែខោអាវក្រៅទេបងប្អូនទាំងអស់គ្នាមួយទៀតអ្នកផ្ទះរបស់ខ្ញុំអត់មានបណ្ណាគេតនេទេសហការធ្វើការគឺស្រោះដៃគ្នាខ្លាំងមែនទេមួយទៀតពួកខ្ញុំអត់ប្រកាន់ការងារគ្នាទេថាការងារហ្នឹងការងារប្រុសឬក៏ការងារស្រីមួយថ្ងៃទៅមួយថ្ងៃពីព្រឹកដល់ល្ងាចអត់មានបណ្ណាគេតនេទេដូចប្តីរបស់ខ្ញុំឃើញគាត់មកជួយដោយសារតែឥឡូវហ្នឹងគឺគេសម្រាប់ចូលឆ្នាំចិនគេអត់តន់ចូលធ្វើការវិញមិនគាត់មានពេលមកជួយដកសាច់ថាវមកជួយលាងសាច់ថាវហ្នឹងទៅខ្ញុំក្រៅពីថតវីដេអូឬក៏ការធ្វើស្រែចម្ការហ្នឹងគឺខ្ញុំមានការងារក្រៅរស់ស៊ីរបស់ខ្ញុំផ្សេងៗទៀតក្មេងរបស់ខ្ញុំការងាររបស់គាត់ហ្នឹងគឺធ្វើស្រែចម្ការដាំបន្លែជុំវិញផ្ទះសម្អាតផ្ទះបោសសំបែងហើយបើម៉ែក្មេកខ្ញុំនេះវិញបងប្អូនក្រៅពីធ្វើម្ហូបរៀបចំផ្ទះហ្នឹងគឺគាត់ត្រូវមើលថែកូនរបស់ខ្ញុំ2នាក់ហ្នឹងទឹកលុបមុខការស្លៀកពាក់ឬក៏រៀបចំខ្លួនទៅសាលាហ្នឹងគឺម៉ែក្មេកខ្ញុំធ្វើទាំងអស់មានពេលខ្លះក៏ខ្ញុំជួយចែកម្លែកការងារទាំងអស់ហ្នឹងមួយគាត់ដែរតែខ្ញុំក្រៅពីមើលថែកូនក៏ខ្ញុំមើលថែខ្លួនឯងដែរចាគ្រាន់តែកក់សក់ហ្នឹងគឺខាន់កក់ឡើងចង់5ថ្ងៃបងប្អូនទាំងគ្នាហ្នឹងគឺឆ្លៀតចូលកក់សក់មកកក់សក់ដែលខ្ញុំប្រើកាន់ឆ្នាំគឺសាប៊ូកក់សក់ក្លិនស្រឡាញ់សាប៊ូហ្នឹងត្រង់ថាដល់ពេលកក់ហ្នឹងមានពពុះច្រើនហើយសម្អាតស្បែកក្បាលបានល្អគេមានច្រើនប្រភេទមានសម្រាប់សក់ជ្រូសម្រាប់សក់ខូចនិងសម្រាប់សក់អង្គែប៉ុន្តែក្នុងចំណោមហ្នឹងគឺខ្ញុំជាប់ចិត្តតែសាប៊ូកក់សក់ក្លិនការពារសក់ជ្រូទេដោយសារសាប៊ូហ្នឹងគឺមានវីតាមីន E និងវីតាមីន B5 មានសមត្ថភាពនៅក្នុងការជួយកាត់បន្ថយនៅក្នុងការជ្រូជាពិសេសគឺធ្វើឲ្យសក់របស់យើងរឹងមាំតាំងពីគល់រហូតដល់ចុងហើយអ្វីដែលខ្ញុំចូលចិត្តប្រើទៀតហ្នឹងកក់ហើយគឺខ្ញុំតែងតែប្រើជាមួយនឹងក្រែមបន្ទន់សក់ក្លិនក្រែមបន្ទន់សក់ក្លិនរបស់យើងហ្នឹងគឺធ្វើការអប់ងាយទៅលើសក់របស់យើង2ទៅ3នាទីគឺយើងអាចលាងទឹកចេញបានចឹងហើយសម្រាប់បងក៏គាត់មានបញ្ហាសក់ជ្រុះខ្លាំងគាត់អាចជ្រើសរើសជាមួយនឹងសាប៊ូកក់សក់ក្លិនការពារសក់ជ្រុះបានពីកន្លែងងូតទឹកមកទៅតែឃើញប្តីចាគឺកំពុងតែវិលមុខជាមួយកូនស្រីរបស់ខ្ញុំចាឲ្យហៅទៅធ្វើលំហាត់បានឃើញចាក់ស្ដែងអញ្ចឹងបងប្អូនគ្រួសារមួយតាមពិតទៅតតែយើងជួយគ្នាដូចកូនរបស់ខ្ញុំអញ្ចឹងបងប្អូនទាំងអស់គ្នាណាគឺថាលំហាត់គ្រូដាក់ឲ្យមកអញ្ចឹងកន្លែងណាអត់ឆ្ងល់អីចឹងគឺសួរប៉ាគេរូបភាពដែលខ្ញុំថតជាប់នេះគឺរូបភាពមួយចំនួនដល់សែនទូចនៅក្នុងវងគ្រួសាររបស់ខ្ញុំដែលរស់នៅជាប្រចាំថ្ងៃខោអាវមុខផ្ទះទាំងចុងរាល់ថ្ងៃផ្លាស់ប្ដូរហ្នឹងគឺសត្វតែឪក្មេកឬក៏ម៉ែក្មេករបស់ខ្ញុំគាត់តែងតែជួយហាការងារកប៉ិកកពុកអង្គកំប៉ុងនៅជុំវិញផ្ទះហ្នឹងបងប្អូនទាំងគ្នាបើអ្នកខ្លះគាត់ថាការងារទាំងអស់ហ្នឹងមើលទៅងាយស្រួលប៉ុន្តែបើយើងធ្វើវិញគឺចំណាយពេលវេលាច្រើនខ្លាំងមែនទែនទៀតអាចនិយាយថាខ្ញុំក៏ជាមនុស្សសំណាងដែរបងប្អូនទាំងគ្នាដោយសារខ្ញុំរាល់ថ្ងៃនេះការងារនៅក្នុងផ្ទះនិយាយរួមទៅគឺខ្ញុំគ្រប់គ្រងតែការងារដែលនៅក្នុងដៃរបស់ខ្ញុំទេការងារនៅក្នុងផ្ទះកាពេកកំពុងកំប៉ុងភាគច្រើនគឺមានពួកគាត់នៅក្នុងការជួយធ្វើថ្ងៃហ្នឹងគឺខ្ញុំដេកភាគច្រើនម៉ោង9ម៉ោង10អីបានភ្ញាក់បងប្អូនទាំងគ្នាចង់ដេកស្មើណាឆ្អែតគឺភ្ញាក់ស្មើនឹងភ្ញាក់ឡើងគឺមានបាយពេលព្រឹកញ៉ាំស្រាតែក្រៅពីហ្នឹងខ្ញុំក៏ល្អជាមួយពួកគាត់ដែរបងប្អូនទាំងគ្នាដើរតួក្នុងនាមជាកូនប្រសាជាប្រពន្ធឬក៏ជាម្ដាយទេគឺខ្ញុំល្អជាមួយពួកគាត់ណាអញ្ចឹងហើយពួកគាត់ក៏ល្អជាមួយខ្ញុំដែរជាស្ដែងម៉ែក្មេកឪក្មេកខ្ញុំក៏គាត់ដឹងដែរខ្ញុំរវល់យប់ជួនកាលម៉ោង2 10ម៉ោង1មិនទាន់បានកេងផងអញ្ចឹងគឺពេលព្រឹកឡើងគឺខ្ញុំដេកតែម៉ោង9ម៉ោង10ក៏គាត់ដាស់ខ្ញុំទេបាយពេលព្រឹកអីហ្នឹងក៏គាត់រៀបចំឲ្យស្រេចភ្ញាក់ឡើងគឺដឹងតែហូបហើយគឺធ្វើការងាររៀងខ្លួនបន្តទៀតហើយវីដេអូដែលបងចែកម្លែកថ្ងៃហ្នឹងក៏មានតែប៉ុណ្្នឹងដែរអរគុណសម្រាប់បងប្អូនដែលទស្សនាតាំងពីដើមរហូតដល់ចប់ចាំជួបគ្នានៅវីដេអូថ្ងៃស្អែកទៀត